លោកលីសុធិរយុទ្ធអគ្គលេខាធិការគណៈបកភ្លើងទៀនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនិងធ្វើសកម្មភាពលើកស្លាកនៅតាមបណ្ដាខេត្តនិងរាជធានីលោកលីសុធិរយុទ្ធអគ្គលេខាធិការគណៈបកភ្លើងទៀនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំនៅខេត្តកំពង់ឆ្នាំងនិងរាជធានីភ្នំពេញថែមទាំងបានធ្វើសកម្មភាពលើកស្លាកគណៈបកយ៉ាងសកម្មនៅតាមមូលដ្ឋានសកម្មភាពដែលលោកបានចូលរួមនាពេលថ្មីៗនេះរួមមានកាលពីថ្ងៃទី23ខែឧសភាឆ្នាំ2026លោកលីសុធិរយុទ្ធបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំនិងសកម្មជនបានចូលរួមលើកស្លាកគណៈបកឆន្ទៈខ្មែរចំនួន6ស្លាកស្ថិតក្នុងឃុំច្រេះខេត្តកំពង់ឆ្នាំងនៅថ្ងៃទី24ខែឧសភាឆ្នាំ2026លោកលីសុធិរយុទ្ធបានចូលរួមលើកស្លាកគណៈបកឆន្ទៈខ្មែរចំនួន1ស្លាកដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ4សង្កាត់កន្តោកខណ្ឌកំពូលរាជធានីភ្នំពេញសកម្មភាពទាំងអស់នេះបានសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសកម្មជននៅតាមមូលដ្ឋាននិងការបដិញ្ញាចិត្តដ៏មុតមាំនិងមានគោលជំហរច្បាស់លាស់បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា